តាជាដំបូងខ្ញុំសូមធ្វើការជំរាបសួរទៅកាន់លោកគ្រូនិងសួស្តីទៅកាន់មិត្តភ័ក្តិទាំងអស់គ្នាក្រុមរបស់ពួកខ្ញុំគឺជាក្រុមទី4ដែលពួកយើងនឹងលើកយកប្រធានបទ Web Security មកធ្វើបទបង្ហាញហើយសមាជិកទីមរបស់ពួកយើងមានចំនួន7នាក់ហើយ content ដែលពួកយើងនឹងលើកយកមកធ្វើការបកស្រាយគឺមាន5ចំណុចទី1គឺយើងនិយាយពី fundamental នៃ web security ដើម្បីកុំឲ្យខាតពេលយើងចូលទៅកាន់ fundamental នៃ web security ដែល fundamental នៃ web security ហ្នឹងគឺយើងធ្វើការស្វែងយល់ទៅលើbasic security ថាវាមានអីគេខ្លះទី1ហ្នឹងគឺយើងត្រូវដឹងថាដូចដែលហៅថា web security ហ្នឹងគឺសំដៅទៅលើការការពារ website ឬក៏ web application ពីសកម្មភាពអនុស្សរណៈ access ផ្សេងៗទៅដូចជា data breach ការបំពានទៅលើ data ឬក៏ malicious attack ជាការដែលដាក់មេរោគចូលទៅកាន់ website របស់យើងហ្នឹងហើយ web security concept ដែលដំបូងហ្នឹងគឺនិយាយតទៅជាមួយនឹង HTTP ដែល HTTP គឺជា basic protocol មួយសម្រាប់ប្រើសម្រាប់ communicate រវាង browser និងwebsite ដែលវាមាន security តិចដោយសារតែវាអត់បានធ្វើការ encrypt data ដែលជាហេតុផលដែលធ្វើឲ្យ attacker ងាយក្នុងការវាយប្រហារទៅលើ website របស់យើងហើយមួយទៀតគឺ HTTPS ដែលមកពីពាក្យថា HTTP បូកជាមួយនឹង secure ដែលវា secure ដោយសារតែវាបាន encrypt data មុននឹងធ្វើការ send ទៅកាន់ browser ដោយប្រើប្រាស់នៅ security layer ចំនួន2ដែលមានដូចជា SSL ជាមួយនឹង TLS ហើយមួយទៀតគឺជា cookie គឺជា text file ដែល store នៅក្នុង website ឬក៏ device ដើម្បីចងចាំនៅព័ត៌មានរបស់ user ដែលបាន login ក៏ដូចជា tracking នៅ activity user ដែលគាត់ធ្វើអីខ្លះនៅលើ website របស់យើងហើយសម្រាប់ cookie នឹងដែរគឺ store នៅក្នុង client side ហើយមួយទៀតគឺនិយាយទៅជាមួយ session ដែល session គឺជាវិធីក្នុងការ store user specific data នៅលើ server across multiple request ដែលមានន័យថាវាកើតឡើងនៅពេលដែលនៅខាង client side នៅខាង server side ចូលដល់ចំណុចបន្ទាប់គឺជាភាពខុសគ្នារវាង cookie ហើយនិង session ដែលទីមួយហ្នឹងគឺ cookie គឺជា client side វា save នៅលើ browser និង session វានៅខាង server side ជា file ដែលផ្ទុកនៅព័ត៌មានរបស់ user ដូចគ្នាហើយសម្រាប់ cookie វាអត់ depend ទៅលើ session ទេក៏ប៉ុន្តែ session វា depend ទៅលើ cookie ដោយសារតែយើងត្រូវការ store session នៅក្នុង cookie ហើយសម្រាប់មួយទៀតគឺ cookie វាមាន expire គឺ depend ទៅលើ lifetime ដែលយើងបាន set ទៅឲ្យវាហើយចំណែកឯ session វិញគឺវានឹងត្រូវបានបញ្ចប់នៅពេលដែល user គាត់ធ្វើការបិទនៅ browser សម្រាប់ maximum cookie size វិញគឺ limit របស់វាត្រឹម4 kilobyte តែសម្រាប់ session វិញគឺយើងអាច store ប៉ុណ្ណាក៏បានដែរតាមតម្រូវការរបស់យើងចូលទៅដល់ចំណុចបន្ទាប់គឺនិយាយពីក្នុងរូបភាពនេះផងដែរគឺគេចង់និយាយពីដំណើរការនៃការដែល cookie និង session វាធ្វើការជាមួយគ្នាដែលរូបភាពទី1នេះគឺជារូបភាពដែលមុនពេលដែលយើងធ្វើការ login ដំបូងគឺខាង client side នឹងធ្វើការ post request មួយដែលទៅជាមួយនឹង username ជាមួយនឹង password ទៅកាន់ server ពេលនោះ server វានឹងចាប់ផ្ដើម create នៅ section ID មកដើម្បី store ទៅក្នុង database ហើយវានឹងធ្វើការrespond ជា user data ត្រឡប់មកវិញមកកាន់ client side វិញហើយនៅពេលក្រោយទៀតបន្ទាប់ពីយើងបាន login លើកម្ដងហើយ login លើក្រោយម្ដងទៀតគឺយើងគ្រាន់តែ
ខ្លាចអត់ស្រាយគឺវាគ្រាន់តែបញ្ជូននៅ session ID ហ្នឹងដើម្បីទៅ check ជាមួយ database របស់យើងហើយវានឹង respond ជា user data មកឯងចូលដល់ចំណុចបន្ទាប់គឺជាការ set up lab ចូលមកដល់ចំណុចបន្ទាប់ទៀតគឺជាការ set up lab អញ្ចឹងtool ដែលយើងត្រូវទៅឡើងដើម្បីយើងតេស្តទៅលើ web security ហ្នឹងវាមានដូចជា VirtualBox, Kali Linux ហើយនិង OWASP ដែល VirtualBox របស់យើងវាគឺជា software មួយដែល free open source ហើយត្រូវបានបង្កើតឡើងដោយក្រុមហ៊ុន Oracle ហើយយើងប្រើវាដើម្បីបង្កើតជា virtual machine នៅក្នុង operating system របស់យើងបានច្រើន run ក្នុងពេលតែមួយKali Linux គឺជា operating system មួយប្រភេទរបស់ Linux ដែលយើងប្រើប្រាស់វាសម្រាប់តេស្តទៅលើ penetration testing ដូចជាយើងប្រើវាដើម្បីសាក hack ទៅលើ system ណាមួយដែលស្របច្បាប់ដើម្បីស្វែងរកចំណុចខ្សោយនៃ system ហ្នឹងហើយយើងប្រើ Kali Linux ហ្នឹងដោយសារតែយើងប្រើ Kali Linux ហ្នឹងដោយសារតែវាមាននៅ tool មួយចំនួនដែលវា install ស្រាប់ដូចជា Nmap, Birdsuite ឬក៏ SQL Map ហ្នឹងដើម្បីយើងអាចតេស្តទៅលើ hack ទៅលើ website ទៅលើ security របស់ website មួយបានចំពោះ OWASP ហ្នឹងគឺវាផ្ដល់នៅ resource ដែល free ហើយអាចទុកចិត្តបានសម្រាប់ស្វែងរក security risk ហើយនឹងសម្រាប់សិក្សាថាការ attack ហ្នឹងវាយើង attack របៀបណាហើយវាដំណើរការមិនអញ្ចឹងចូលមកដល់ចំណុចដំបូងគេគឺយើងចាប់ផ្ដើម set up យើងចាប់ផ្ដើម install VirtualBox មុនគេអញ្ចឹងដើម្បី install VirtualBox នៅក្នុង Windows គឺយើងចូលទៅកាន់ website មួយនេះទៅចុចទៅលើ link ហ្នឹងទៅបន្ទាប់មកយើងចុចទៅលើប៊ូតុង download ហ្នឹងអញ្ចឹងពេលដែល download ហើយយើងអាចជ្រើសរើសនៅប្រភេទ OS ដែលយើងប្រើអានេះក្នុងករណីនេះគឺខ្ញុំជ្រើសរើសយក Windows ដោយសារតែខ្ញុំប្រើ Windows អញ្ចឹងយើងចុចទៅលើ Windows host ហ្នឹងទៅបន្ទាប់មកយើងចុចពាក្យ next បន្ទាប់មកយើងចុចពាក្យ accept the term ហ្នឹងទៅ term and in the license agreement បន្ទាប់មកចុចពាក្យ next បន្ទាប់មកយើងមើលតាម instruction ហ្នឹងហើយចុចពាក្យ next ទៀតទៅហើយចុច yes ទៅហើយចុច yes ទៀតបន្ទាប់មកចុច next បន្ទាប់មកចុច install ហើយយើងចុច finish បន្ទាប់ពីយើងចុច finish ហើយយើងនឹងបាន VirtualBox មួយហើយបន្ទាប់មកចំណុចបន្ទាប់ទៀតគឺយើងចូលទៅវគ្គ install Kali Linux ចំណុចខ្ញុំបន្តនិយាយអំពីដំណើរ Kali Linux ដំបូងយើងឃើញលើ link ហ្នឹងហើយយើងទៅដល់download Kali បន្ទាប់មកយើងឃើញលើពាក្យ download ហ្នឹងហើយយើងទទួលបានកន្លែង virtual machine មួយយើងឃើញលើកន្លែង download virtual machine ហើយយើងមកឈានទៅដល់កន្លែងដែលយើងចុច VirtualBox ហើយវារកចាំវា download យូរដោយសារតែវាធំណាស់អញ្ចឹងណាបន្តមកទៀតយើងបន្ទាប់ពីយើងបាន download វាហើយយើងនឹងបាន file zip មួយទៅបន្ទាប់មកយើងនឹងអាន file zip នោះហើយយើងចុចទៅលើ file ដែលបានអាន zip នោះដោយយើងបង្ហាញថាក្រុមដើម្បីបង្កើត virtual machine គឺយើងប្រើ Kali Linux អញ្ចឹងណានៅពេលដែលយើងឃើញថានៅពេលដែលយើងឃើញ virtual machine មួយនៅលើ VirtualBox ហើយយើងប្រើប្រាស់វាបានអញ្ចឹងអញ្ចឹងបន្ទាប់ពីយើង install Linux Kali Linux ហើយយើងចូលមកដល់របៀបដំឡើងឬក៏របៀប install OWASP អញ្ចឹងដើម្បី install ហ្នឹងយើងចុចចូលទៅក្នុង link ហ្នឹងទៅបន្ទាប់មកយើងប្រកាសជាឃើញយើងឃើញ website មួយអញ្ចឹងយើងចុចទៅលើប៊ូតុង download បន្ទាប់ពីចុចទៅលើប៊ូតុង download ហើយយើងនឹងទទួលបាននៅ zip file មួយបន្ទាប់មកយើងអាន zip file ហ្នឹងចូលទៅក្នុង directory ណាមួយទៅចូលទៅក្នុង directory ដែល unzip ហ្នឹងហើយយើងនឹងបានលទ្ធផលដូចខាងក្រោមចុះពេលដែលយើង unzip file ហ្នឹងហើយយើងបានលទ្ធផលដូចខាងក្រោមបន្ទាប់មកទៀត
គឺយើងចូលទៅក្នុង VirtualBox ដែលយើងបាន install ខាងលើហ្នឹងហើយដើម្បី set up OWASP នឹងដើម្បីប្រើប្រាស់អញ្ចឹងដើម្បី set up អាហ្នឹងដំបូងយើងចូលទៅលើពាក្យ tool បន្ទាប់មកយើងចូលទៅក្នុងប៊ូតុង new បន្ទាប់មកវាចេញអា pop up ចេះអញ្ចឹងយើង install យើងតម្លើងវាដែលយើងដាក់ឈ្មោះវាកន្លែងដាក់ឈ្មោះហ្នឹងអាចដាក់ឈ្មោះវាអីក៏បានដែរហើយបន្ទាប់មកយើងជ្រើសរើសនៅ folder ហើយយើងកន្លែង type នោះគឺយើងជ្រើសរើសយក Linux ហើយកន្លែង version ហ្នឹងគឺយើងអាចយក Linux 64 bit បន្ទាប់មកចុចពាក្យ next ទៀតបន្ទាប់មកទៀតគឺយើងអាចជ្រើសរើស base យើងអាចជ្រើសរើសកន្លែង memory ហ្នឹងអញ្ចឹងចំនួន memory ហ្នឹងអាចយកប៉ុណ្ណឹងក៏បានលើសហ្នឹងក៏បានដែរបន្ទាប់មកនៅពេលដែលយើងចុចពាក្យ next ហ្នឹងហើយវានឹងចេញ pop up ដូចខាងក្រោមនេះបន្ទាប់មកយើងចុចទៅលើយើង select ទៅលើ I use an existing virtual hard disk file ហ្នឹងហើយបន្ទាប់មកចុចទៅលើ hope folder ដែលខ្ញុំបានគូបំពងក្រហមហ្នឹងបន្ទាប់ពីយើងចុចលើ folder ហ្នឹងហើយយើងត្រូវជ្រើសរើសយក OWASP ដែលយើងបាន install ហើយយើងបាន unzip វានៅខាងដើមពីមុនមិញហ្នឹងបន្ទាប់មកចុចទៅលើប៊ូតុង next បន្ទាប់ពីយើងចុចទៅលើប៊ូតុង next ហើយយើងនឹងបានយើងត្រូវចុចទៅលើ VM របស់យើងដែលយើងបង្កើតរួចបន្ទាប់មកយើងចុចទៅលើពាក្យ setting បន្ទាប់ពីយើងចុចទៅលើ setting ហើយយើងចុចចូលទៅក្នុងកន្លែង network ដើម្បីបដូរពី net ទៅជា price adapter បន្ទាប់មកយើងចុច OK បន្ទាប់ពីយើងចុច OK ហើយយើងអាច start ម៉ាស៊ីនរបស់យើងបានហើយនៅពេលដែលយើង start ម៉ាស៊ីនរបស់យើងហ្នឹងគឺយើងឃើញមាន IP address មួយដែលវាមានតម្រងដូចខាងក្រោមហ្នឹងអញ្ចឹងខាងក្រោយចុច10ហ្នឹងវាអាចនឹងមិនមែនចុច10វាអាចចុច11ចុច5ចុច6ចុច7អីចឹងទៅវាអាស្រ័យទៅលើការ start ម៉ាស៊ីនរបស់យើងដំបូងអញ្ចឹងឲ្យដល់ពេលយើង start ម៉ាស៊ីនកន្លែងហ្នឹងវាដែរនឹងមិនរហូតបន្ទាប់មកទៀតយើងចូលទៅលើ browser របស់យើងហើយយើងយក IP address មួយហ្នឹងយកទៅ pass នៅពេលដែលយើង pass IP address ហ្នឹងនៅលើ browser យើងឃើញ UI ដូចខាងក្រោមហ្នឹងមានន័យថាយើងបានតម្លើង OWASP បានជោគជ័យអញ្ចឹងយើងអាចយកវាទៅប្រើប្រាស់តាមតម្រូវការរបស់យើងបានហើយអញ្ចឹងរបៀប install VirtualBox Linux operating system Kali operating system ហើយនិង OWASP បានចប់ត្រឹមហ្នឹងហើយអញ្ចឹងយើងចូលទៅចំណុចបន្ទាប់ទៀតចូលដល់ចំណុចបន្ទាប់គឺចំណុចទី2ដែលនិយាយតទៅជាមួយនឹង common web vulnerability ដែលហើយក្នុងនោះគឺនិយាយតទៅជាមួយនឹង OWASP top 10common web vulnerability នោះគឺជាចំណុចខ្សោយមួយនៅក្នុងគឺជាចំណុចខ្សោយនៅក្នុង web application ឬក៏ website ដែលអាចឲ្យ attacker នោះគាត់ធ្វើការចូលទៅប្រើប្រាស់ដោយគ្មានសិទ្ធិunauthorized access compress data ឬក៏ distribute server មានន័យថាគឺគាត់ធ្វើការវាយប្រហារទៅលើ server ក៏ដូចជាធ្វើការកែប្រែនៅ data បញ្ហាទាំងអស់នេះអាចកើតឡើងបណ្ដាលមកពីcoding របស់យើង error មាន configuration ឬជាមួយនឹងការការពារផ្នែក security របស់យើងនោះមិនមានភាពគ្រប់គ្រាន់common web vulnerability របស់យើងដែលជាទូទៅនោះមានដូចជា cross site scripting ឬក៏អាចហៅថា XSS ដែលជាប្រភេទនៃការ attack មួយដែលអនុញ្ញាតឲ្យ attacker នោះគឺគាត់ inject នៅ malicious code ចូលទៅក្នុង web page របស់យើងដែល malicious code នោះគឺជាអាចដូចជាមេរោគ code មេរោគមួយចឹងដែលគាត់ធ្វើការ inject ចូលទៅក្នុង website របស់យើងហើយលួចយកនៅ sensitive information មួយចំនួនដូចជា login credential បន្ទាប់មកគាត់ចូលទៅធ្វើការគ្រប់គ្រងទៅលើ web section របស់ user ហ្នឹងហើយមួយទៀតគឺ SQL injection ដែលគឺជាការដែល attacker គឺគាត់ inject malicious SQL code គឺជាមេរោគរបស់SQL ចូលទៅក្នុង database ហ្មងដែលវាអាចបណ្ដាលឲ្យខូចខាត database មួយទាំងមូលរបស់ website មួយហ្នឹងហ្មងចូលដល់ចំណុចបន្ទាប់ចំណុចបន្ទាប់គឺ cross site request forgery
គឺហៅថា CSOF ដែលជាប្រភេទនៃការវាយប្រហារដែលបោកបញ្ឆោតឲ្យអ្នកប្រើប្រាស់ធ្វើសកម្មភាពដោយអចេតនាទៅលើ website កន្លែងនេះដូចជាឧទាហរណ៍ថា hacker នោះគឺគាត់បង្កើត website មួយដែលคล้ายៗតែ website ដែល fake មួយតែស្តៀងទៅនឹង website ដើមហើយ user គាត់អត់ដឹងថាជា website คล้ายៗពេលគាត់ចុច click លើ link ហ្នឹងទៅ link ឬក៏រូបភាពហ្នឹងទៅគឺ hacker ហ្នឹងគឺគាត់នឹងអាចលួចនៅព័ត៌មានsensitive information មួយចំនួនរបស់គាត់ដូចជាពាក្យសម្ងាត់ដូចជាអីរបស់ user បានហើយមួយទៀតគឺ broken unauthorization and session management អាហ្នឹងគឺជាការដែល hacker គាត់ចូលទៅកាន់កាប់ session របស់អ្នកប្រើប្រាស់ដែលទទួលបានសិទ្ធិប្រើប្រាស់នៅ sensitive information ហ្នឹងអាហ្នឹងអាចបណ្ដាលមកពីការដាក់ពាក្យសម្ងាត់ខ្សោយពេកការផ្ទៀងផ្ទាត់ពេលដែល develop website នោះអត់បានត្រឹមត្រូវជាដើមជួយទៅដល់ចំណុចបន្ទាប់គឺ security misconfiguration ចំណុចនេះគឺជាការដែលយើងconfiguration ទៅលើ security step ណាមួយ step ណាមួយឬក៏យើងដាក់ security ទៅលើ website របស់យើងអត់ទាន់បានគ្រប់គ្រាន់ដែលវាជាបញ្ហាមួយដែលធ្វើឲ្យ hacker នោះគឺគាត់អាចធ្វើការវាយប្រហារទៅលើ website របស់យើងបានមួយទៀតគឺ failure URL restrict access គឺជាភាពងាយរងគ្រោះផ្នែកសុវត្ថិភាពដែលអនុញ្ញាតឲ្យអ្នកប្រើប្រាស់ចូលប្រើ sensitive information នៃ website ដោយឆ្លងការការពិនិត្យចូលធម្មតាកន្លែងហ្នឹងគឺមានន័យថាពេលដែលយើងឧទាហរណ៍ថាពេលដែលយើង develop នៅ application អីចឹងទៅយើងអត់បាន restrict URL ឧទាហរណ៍ថាពេលចូលទៅកាន់ web page របស់ admin យើងអត់បាន restrict ទៅកាន់ login អីចឹងទៅគឺចូលដល់ dashboard ដែលគាត់អាចធ្វើការងារអីបានហ្មងអាហ្នឹងគឺក៏ជាបញ្ហាមួយដែរពេលដែលគាត់លួចពេលដែលគាត់ចូលប្រើប្រាស់បានគឺធ្វើឲ្យ website ខ្លះជា website មួយដែលញ៉ៃ code website របស់យើងហើយចូលដល់ចំណុចបន្តទៀតនិយាយទៅជាមួយនឹង OWeb ហ្នឹងគឺមកពីពាក្យថា Open Web Application Security Project website ខ្លះគេដាក់ Open Worldwide Application Security Project តែក្នុងនេះដាក់ web ដែលសារតែ focus ទៅលើ web ដោយសារតែគេក៏មាន OWeb នោះសម្រាប់ mobile ផ្សេងទៀតដែរអញ្ចឹងកន្លែងនេះគឺ focus ទៅលើ web application website ហ្នឹងឯងហើយសម្រាប់ OWeb Top 10 ហ្នឹងគឺជាបញ្ជីដែលទទួលបានដែលទទួលស្គាល់យ៉ាងទូលំទូលាយនៃ web application security risk សំខាន់ចំនួន10ដែលបង្កើតឡើងដើម្បីស្វែងរកនៅចំណុចខ្សោយនិងណែនាំ developer ក៏ដូចជា security professional ក្នុងការពង្រឹងនៅ security web application វាដើរតួយ៉ាងសំខាន់ធ្វើជា resource សម្រាប់ស្វែងយល់នៅ common web vulnerability និង implement security ដែលមានប្រសិទ្ធភាពហើយនេះគឺជាOWeb Top 10គឺជា vulnerability ទាំង10របស់យើងចំណុចបន្តទៀតចូលដល់ចំណុចទី3 recon and scanning សម្រាប់ recon នោះមានពាក្យពេចន៍ថា reconnaissance reconnaissance នោះគឺជា technique មួយនិងជាជំហានដ៏សំខាន់ក្នុងការប្រមូលព័ត៌មានសំខាន់ពី target នោះអីគេ target នោះអាចជាcomputer system ឬក៏ server របស់គេអីចឹងទៅដែលយើងកំពុងតែស្វែងរក port ដែល open ឬអីចឹងទៅscanning គឺសំដៅទៅលើការស្វែងរក vulnerability ឬក៏ចំណុចខ្សោយចំណុចខ្លាំងខ្សោយសកម្មភាពទាំងនេះត្រូវបានប្រើប្រាស់ទាំងអ្នកការពារនិងអ្នកវាយប្រហារមានន័យថាទាំង reconnaissance ជាមួយនឹង scanning ហ្នឹងទាំង hacker និងcyber security គឺគាត់សុទ្ធតែប្រើប្រាស់ហ្នឹងដើម្បីធ្វើការ
រៀបចំផែនការបើគាត់ជា cyber security គាត់ប្រើប្រាស់ហ្នឹងដើម្បីដឹងពីចំណុចខ្សោយទៅហើយគាត់ធ្វើការការពារទៅលើកន្លែងណាដែលខ្សោយចឹងទៅហើយបើគាត់ជា hacker វិញគឺគាត់ប្រើប្រាស់ហ្នឹងដើម្បីដឹងថាប្រសាមួយនោះមានចំណុចខ្សោយកន្លែងណាគាត់ hack កន្លែងហ្នឹងអីចឹងទៅចូលដល់បន្តទៀតគឺ Recognition នោះត្រូវបានបែងចែកជាពីរប្រភេទដែលប្រភេទទី1នេះគេហៅថា Passive Recognition គឺជាការប្រមូលទិន្នន័យដែលមិនចូលទៅប្រាប់មិនចូលរួមដោយផ្ទាល់ជាមួយនឹង target ដូចជាការប្រើប្រាស់នៅ public information ដូចជា social media company website ឬក៏ search engine ជាដើមដែលគោលបំណងរបស់ Passive Recognition នោះគឺទី1គឺស្វែងរកពី infrastructure និង layout របស់ network ទី2គឺកំណត់ potential vulnerability ជាមួយនឹង weakness point កំណត់ចំណុចខ្លាំងនិងចំណុចខ្សោយហើយទី3គឺ plan ក្នុងការ attack ជាបន្តបន្ទាប់បែបទៅលើព័ត៌មានដែលទទួលបានសម្រាប់អត្ថប្រយោជន៍វិញទី1គឺវា low risk ដែលថាវាអត់ធ្វើការជាមួយ target ផ្ទាល់អញ្ចឹងគឺហានិភ័យគឺវាមានតិចមែនតើដោយសារតែជាធម្មតា website គេ develop ឡើងឬ server ដែលគេធ្វើឡើងគេប្រកាសជាមានដាក់ security របស់គេរៀងៗខ្លួនហើយដូចជាដាក់ firewall ដាក់ protection អីផ្សេងៗអញ្ចឹងពេលដែលយើងអត់ធ្វើការជាមួយ target ដែលផ្ទាល់អញ្ចឹងវាអាចធ្វើឲ្យ firewall អីហ្នឹងគឺរត់ឃើញឬ detection អីហ្នឹងគឺរត់ឃើញដូចគ្នាទី2នេះគឺ low cost គឺមានន័យថាយើងប្រើប្រាស់នៅ public resource និង tool អញ្ចឹងយើងអត់ត្រូវការចំណាយលើ extra ទេហើយទី1មួយទៀតគឺ legality ដែលក្នុងវិធីសាស្ត្រក្នុងការប្រើប្រាស់ passive recognition នោះគឺទូទៅគឺវាស្របច្បាប់ទាំងអស់យើងដឹងថាឥឡូវវាការលួចទិន្នន័យនៅលើ online ការប្រើប្រាស់ online វាទូលំទូលាយអញ្ចឹងគេមានច្បាប់ឲ្យថាយើងធ្វើយើង hack ប៉ុណ្ណាយើងស្របច្បាប់យើង hack បែបណាយើងធ្វើបែបណាយើងខុសច្បាប់អញ្ចឹងទៅហើយវិធីសាស្ត្រក្នុង passive recognition នេះទាំងអស់គឺវាសុទ្ធតែស្របច្បាប់ចូលដល់ចំណុចមួយទៀតគឺ technique ឬក៏ tool សម្រាប់ open source intelligence ឬក៏OS INT ដែលវាជា tool មួយក្នុងការប្រមូលយកព័ត៌មានពី public resource ដូចជា social media company website news article and public database ជាដើមtool មួយទៀតនោះគឺ Whois ដែលជា tool មួយសម្រាប់ទាញយក domain ដែល registration information ដែលនាំឲ្យយើងដឹងពីព័ត៌មានសំខាន់ៗនិង technical infrastructure របស់ website មួយនឹងដែរមួយទៀតគឺ Soden ដែលអាច search រក public device និង service នៅលើអ៊ីនធឺណិតបានចំណុចបន្ទាប់គឺ network snooping គឺជាការចាប់យក network traffic ដោយមិន engage ជាមួយ target មួយទៀតគឺ OS fingerprint គឺជា cyber security technique មួយសម្រាប់កំណត់ operating system ដែល run នៅលើ network device ហ្នឹងដើម្បី analyzing ថាមានវា unique characteristic ហើយមួយទៀត Google Doc ដែលវាប្រើប្រាស់នៅ specialized search operator ក្នុងការ uncover sensitive information ចំណុចបន្ទាប់គឺនិយាយពីប្រភេទមួយទៀតរបស់ passive recognition គឺ active recognition គឺជា technique មួយក្នុងការប្រមូលព័ត៌មានពី computer system ឬក៏គេហៅថា target នោះដោយផ្ទាល់ហ្មងដោយប្រើប្រាស់ tool ដូចជា automated scanning manual testing ping ឬក៏ netcat ជាដើម
haiចំណុចសំខាន់របស់វាទី1ហ្នឹងគឺ direct interaction នៅពេលណាដែលយើងធ្វើការ direct ទៅការ target ទី1គឺយើងទទួលបានresponse មកវិញធ្វើការ analyze ដើម្បី response ហើយទី2គឺ vulnerability assessment អាចកំណត់ចំណុចខ្លាំងខ្សោយរបស់ target បានហើយទទួលបានទិន្នន័យ real time ដោយសារតែយើងចូលទៅធ្វើការជាមួយនឹង target ដែលផ្ទាល់ហ្មងអញ្ចឹងពេលដែល target របស់យើង update អីមួយគឺយើងក៏ទទួលបានទិន្នន័យ update ដូចគ្នាដែរហើយមួយទៀតគឺ high risk detection ដោយសារតែយើងធ្វើការមួយtarget ដែលផ្ទាល់អញ្ចឹងហើយគេមានដាក់ការពារwebsite ឬក៏ server របស់គេអញ្ចឹងយើងអាចនឹងប្រឈមនឹងការ detect ពី firewall ឬក៏ intrusion detection system របស់គេដែរចំណុចបន្ទាប់គឺជាវិធីសាស្ត្រក្នុងការធ្វើការធ្វើនៅ active recognition ហ្នឹងដែលទីមួយនោះគឺគេប្រើប្រាស់ Nmap ប្រើប្រាស់ដើម្បីស្វែងរកនៅព័ត៌មានអំពី system និង program ដែល attacker scan ដើម្បីរក IP address ដែលអាច access បានទី2គឺ port scanning គឺជាការដែលសង្កេតទៅលើ server ឬក៏ host ដើម្បីដឹងថាតើ port មួយណាដែល open បង្ហាញពី service ឬក៏ application ណាមួយដែលកំពុងតែ listening អាច accept នៅការ connect បាននោះគេនឹងធ្វើការ connect ការ port នឹងមកហើយសម្រាប់ ping គឺជាការស្វែងរកនៅ IP ដែលកំពុងតែដំណើរការហើយ banner grabbing គឺជាវិធីសាស្ត្រមួយក្នុងការស្វែងរក port ដែល open ដែលអាចផ្ដល់នៅព័ត៌មាន detail ដូចជា software type និង version ជាដើមចំណុចបន្ទាប់ចូលដល់ចំណុចបន្ទាប់គឺជាការការពារពីការធ្វើ recognition attack ហ្នឹងយើងដឹងថា recognition និង scanning ហ្នឹងគឺត្រូវបានប្រើប្រាស់ទាំងពីរទាំង hacker និង cyber security អញ្ចឹងក្នុងនាមយើងជា cyber security យើងត្រូវការពារ website យើងមិនខ្លាចពីការ recognition ហ្នឹងទីមួយគឺ network monitoring វិធីសាស្ត្រដែលល្អបំផុតគឺយើង monitoring វាគឺយើងសង្កេតមើលវាហើយ check ថាសកម្មភាពណាដែលគួរឲ្យសង្ស័យដែលចូលមក access មកកាន់ server ឬក៏ network របស់យើងពេលនៅជាវិធីសាស្ត្រដែលល្អបំផុតមកហើយមួយទៀតនោះគឺ honeypot ដែល honeypot នោះគឺជា security mechanism មួយដែលបង្កើត visual threat ដែលយើងបង្កើតអន្ទាក់មួយឲ្យ attacker គាត់គិតថាអានឹងជា website មែនតើរបស់យើងតែតាមពិតអានឹងមិនមែន website មែនតើរបស់យើងទេគាត់យើងធ្វើឲ្យដូច website មែនតើរបស់យើងហើយយើងប្រើប្រាស់ honeypot នោះទីមួយគឺដើម្បីតាមដានសកម្មភាពរបស់ hacker ពេលដែលគាត់ចូលទៅធ្វើការ hack ទៅលើអា honeypot ដែលយើងបានដាក់នោះគឺយើងនឹងដឹងថាគាត់ចូលទៅ hack ពីចំណុចណាទៅចំណុចណាគាត់រកឃើញចំណុចណាខ្សោយណាខ្លះរបស់ website យើងអញ្ចឹងយើងធ្វើការការពារអា website real របស់យើងទៅតាមសកម្មភាព hacker ដែលគេបានដែល hacker បានធ្វើនឹងដែរហើយមួយទៀតគឺយើងដាក់ firewall ជាមួយនឹង access control firewall គឺជាការកំណត់ថា traffic មួយណាដែលអាចចេញចូល network នោះបានហើយ access control គឺជាការគ្រប់គ្រងថាតើនរណាម្នាក់មានសិទ្ធិប្រើប្រាស់ network នឹងខ្លះហ្នឹងដូចជាការដាក់ username password អីចឹងទៅហើយមួយទៀតនោះគឺ patch management ដែលគឺជាវិធីនៃការសុវត្ថិភាពមួយដ៏សំខាន់ដែលពាក់ព័ន្ធនឹងការ update software operating system ឲ្យទៀងទាត់យើងដឹងថាធម្មតាតា system បើវាល្អក៏គេមានចេញversion ថ្មីដែរអញ្ចឹងហើយគេប្រហែលជាគិតថា hacker គាត់ដឹងហើយថា version ចាស់ហ្នឹងគឺមានចំណុចខ្សោយអីគេខ្លះអញ្ចឹងគេអាច hack បានកន្លែងណាខ្លះអញ្ចឹងយើងត្រូវការ update ឲ្យlatest រហូតដើម្បីយើងទទួលបាននៅ security
ហើយមកទៀតគឺ data encryption និង privacy measure data encryption នោះគឺជាការដែលយើង convert data encrypt data ទៅជា unreadable data និងដាក់ access control ឬក៏ data masking data masking នោះគឺដូចជាការដែលយើងដាក់dummy data វាមិនមែនជា data ពិតប្រាកដទេវាជា data fake របៀបថាឧទាហរណ៍ថា data របស់យើងត្រូវមាន name password អីចឹងយើងដាក់តម្រងអញ្ចឹងដែរក៏ប៉ុន្តែយើងអត់ដាក់ real data ហ្មងឯងជាការការពារ data ពីសំណាក់ attacker ចូលដល់ចំណុចបន្ទាប់និយាយទៅជាមួយនឹង scanning គឺជាការកំណត់ port ដែល open running service និង potential vulnerability ដែលអនុញ្ញាតឲ្យអ្នកជំនាញផ្នែកសន្តិសុខមានតម្លៃទៅលើឥរិយាបថរបស់ target កន្លែងហ្នឹងគឺមិនមែនប្រើប្រាស់តែផ្នែកសន្តិសុខសុខភាពហ្នឹងទេគឺប្រើប្រាស់ទាំង hacker ដែរ type នៃការ scanning គឺមានមួយគឺ port scanning port scanning នោះគឺជាការ Main network port ដើម្បីកំណត់ថា port ណា the open service និងpotential vulnerability ហើយមួយទៀតគឺ vulnerability scanning ថាវា automation tool ដើម្បីកំណត់vulnerability នៅក្នុង software hardware ក៏ដូចជា configuration ហើយចុងក្រោយគឺ network scanning គឺជាការ analyzing network infrastructure ដើម្បីកំណត់ device និង configuration ក៏ដូចជា vulnerability របស់វាបន្ទាប់ទៀតគឺជាទំនាក់ទំនងរវាង recognition ជាមួយនឹង scanning គឺជាទូទៅជា key component នៃ active recognition ដែលហើយ information ដែលទទួលបានពី recognition គឺជួយជា guide ដល់ scanning process ដើម្បី focus ទៅលើ specific area ដែលគួរឲ្យចាប់អារម្មណ៍ដែលមានន័យថាគួរជាចំណុចខ្សោយអីចឹងទៅហើយមួយទៀតគឺ scanning result គឺផ្ដល់នូវ information អំពី target vulnerability ដែលអាចត្រូវបានប្រើដើម្បី improve security ក៏ដូចជា plan attack example ប្រហែលជា attacker នោះគាត់នឹងចាប់ផ្ដើមប្រើប្រាស់ passive recognition ដើម្បីទទួលបាននៅព័ត៌មានផ្សេងៗអំពី company website និង technology អីចឹងទៅហើយបន្តមកទៀតគាត់នឹងប្រើប្រាស់នៅ active recognition technique ដើម្បីស្វែងរកដូចជា port scanning ដើម្បីស្វែងរកនៅ port ដែល open និង service ផ្សេងៗហើយជាបន្តមកទៀតគាត់នឹងធ្វើការប្រើប្រាស់នៅ vulnerability scanning tool ដើម្បីធ្វើការ identify vulnerability នៅក្នុង identify service ហ្នឹងហើយបន្តមកទៀតគាត់នឹងប្រើប្រាស់នៅ vulnerability ដែលគាត់ទទួលបានណានៅក្នុង specific version នៃ application ហ្នឹងគឺមានន័យថាគឺគាត់នឹងដឹងថាគាត់នឹងត្រូវធ្វើអីទៀតបន្ទាប់ពីគាត់ដឹងព័ត៌មានផ្សេងៗទាក់ទងជាមួយនឹង website ហ្នឹងហើយសម្រាប់ចំណុចទី4គឺទាក់ទងជាមួយនឹង expectation អញ្ចឹងយើងចូលដល់ slide បន្ទាប់slide បន្ទាប់តើ expectation នោះគឺជាអ្វីអញ្ចឹង expectation នៅក្នុង cyber security នេះគឺសម្រាប់ទៅលើដំណើរការដែលអ្នក hacker នេះគាត់ទាញផលប្រយោជន៍ពីភាពងាយរងគ្រោះនោះនៅក្នុង system application ឬក៏ network នោះដើម្បីធ្វើការចូលប្រើប្រាស់នៅក្នុង system ឬក៏ application នោះដោយមានការអនុញ្ញាតហើយគាត់អាចធ្វើការ execute នៅ malicious code ឬក៏ធ្វើសកម្មភាពផ្សេងៗដែលបង្កគ្រោះថ្នាក់ហើយ exploit គឺជា tool ឬក៏បច្ចេកទេសដែលគេប្រើកម្លាំងខ្សោយដែលអនុញ្ញាតឲ្យអ្នកវាយប្រហារនឹងក៏ធ្វើការ compromise system ដើម្បីសម្រេចនៅគ
គោលដៅរបស់គាត់ដូចជាគាត់អាចធ្វើការលួចលើទំនាក់របស់ system ឬក៏ធ្វើឲ្យ system នឹង down បានសម្រាប់ចំណុចបន្ទាប់គឺweb តែ web exploitation នោះគឺជាអ្វីweb exploitation នេះគឺពាក់ព័ន្ធជាមួយនឹងការប្រើប្រាស់នៅចំណុចសារនៅក្នុង web application security ដើម្បីធ្វើនៅ malicious activity តែការវាយប្រហារទាំងនេះច្រើនតែផ្ដោតទៅលើ application logic បានន័យថានៅពេលដែលយើងបង្កើត application នោះគឺ logic របស់យើងលក្ខណៈថាវាអាចនឹងខលក៏មានចំណុចខ្សោយខ្លះហើយមួយទៀតគឺ misconfiguration បានន័យថាការពេលដែលយើងវានៅ application នោះឡើងបានន័យថាយើងអត់ជ្រើសរើសជាមួយនឹង pattern ត្រឹមត្រូវឬក៏យើងធ្វើការដាក់នៅ pattern នោះវាអាចនឹងមានចំណុចខ្សោយខ្លះហើយមួយទៀត weak authentication mechanism តើតើជាមួយនឹងការ login register ឬក៏តើតើជាមួយនឹង authentication ផ្សេងទៀតដែលលក្ខណៈថាវាពេលដែលយើងវាឡើងមកវាអាចនឹងមានdigital form អញ្ចឹងយើងអាចបាន validate ត្រឹមត្រូវអញ្ចឹងអាចនឹងមានអ្នក attack នោះក៏អាចធ្វើការ insert នៅ SQL បានហើយមួយទៀតគឺតើតើជាមួយនឹងដំណើរការគ្រប់គ្រងតំណែងរបស់យើងនោះគឺអត់មានសមត្ថភាពទេបានន័យថាវាងាយនៅក្នុងការ attack នោះក៏ចូលទៅលើតំណែងបានហើយពួក attacker ក៏អាចប្រើប្រាស់នៅបច្ចេកទេសផ្សេងៗដើម្បីទាញយកភាពងាយរងគ្រោះនោះដូចជាធ្វើការ inject នៅ malicious code ឬក៏បែប passive authentication system ឬក៏អាចធ្វើការ tracking user ដើម្បី execute នៅ command ដែលបង្កគ្រោះថ្នាក់ដល់ system ជាដើមចំណុចបន្ទាប់តទៅជាមួយនឹងប្រភេទទូទៅនៃ web exploitation vulnerability ដែលមាននៅ actual injection ឬក៏យើងហៅថា XULI ដែលធ្វើអ្នក attack នេះក៏គាត់អាចធ្វើការបញ្ចូលកូដដែលអនុញ្ញាតឲ្យធ្វើការ manipulate នៅ SQL query នៅក្នុង web application database តាមរយៈការ malicious SQL នោះគឺ attack គាត់អាចធ្វើការ retrieve modify ឬក៏ delete sensitive data បានសម្រាប់ចំណុចបន្ទាប់គឺតកតងជាមួយនឹងផលប៉ះពាល់របស់វាគឺអាចធ្វើឲ្យអ្នក attack នោះគាត់អាចលួចនៅ sensitive data របស់ user បានដូចជា username password ក៏ credit card បានហើយគាត់ក៏អាចធ្វើឲ្យwebsite របស់យើងខូចដែរសម្រាប់ចំណុចបន្ទាប់គឺតកតងជាមួយនឹង cross-site scripting ដែលយើងហៅ SS គឺកាត់ឡើងនៅពេលអ្នក attack នោះគាត់ធ្វើការ inject នៅ malicious script នោះចូលទៅក្នុង website ដើម្បីធ្វើការ execute script នៅក្នុង browser របស់ user ដែលវាអាចនាំឲ្យមានការលួចយកនៅ session របស់ user ឬក៏អាចធ្វើឲ្យប៉ះពាល់ដល់ website របស់យើងបានហើយផលប៉ះពាល់របស់វាមានដូចជាការលួចយកអត្តសញ្ញាណរបស់អ្នកប្រើប្រាស់ឬក៏យើងហៅថា session token ឬក៏អាចមាននៅការ injection នៃ malicious script ចូលទៅក្នុង website ឬក៏អាចធ្វើឲ្យ page របស់យើងមានបញ្ហាសម្រាប់ចំណុចបន្ទាប់តកតងជាមួយនឹង web exploitation ហ្នឹងដែរគឺមានអាចមាន cross-site request forgery broken authentication ហើយនិង system management insecure direct object reference security misconfiguration server side request forgery click checking external entity injection ជាមួយនឹង command injection និង file inclusion សម្រាប់ចំណុចបន្ទាប់តកតងជាមួយនឹងtool ដែលយើងអាចការពារពីភាពរងគ្រោះបានដូចជាសម្រាប់ attack proxy ដែលយើងមកពី OWA SP WFU WSF និង BGP W3AF មាន XUR map Synapse Aram Web Metaplan Lasers ហើយ OpenBGM សម្រាប់ additional tool ពីការប្រើប្រាស់ជាមួយនឹង security Qualite ឬក៏ Quatera ឬក៏ Pentest tool ជាដើមសម្រាប់ចំណុចtop គឺតកតងជាមួយនឹងប្រភេទនៃវិធីសាស្ត្ររបស់ web exploitation គឺមានដូចជា web hijacking គឺតកតងជាមួយនឹងការលួចយកគេហទំព័រមានន័យថាអ្នក attack នោះបើសិនជាគាត់ត្រឹមតែអ្នក hack ថ្មីទេយើងគាត់ត្រូវតែ add មួយតំណែងពី website របស់យើងតែបើសិនជាអ្នកជំនាញវិញគាត់អាចធ្វើឲ្យ website របស់យើងនឹងក្រោកបានហើយគាត់អាចធ្វើមាន virus នៅក្នុង website របស់យើងដែរហើយសម្រាប់ការវាយលុកនោះគឺគេប្រើរយៈពី layer ទី2ដល់ layer ទី7ដែលអាចធ្វើឲ្យ website របស់យើងណាវាងាយរងគ្រោះនៅក្នុងការចូលផងដែរសម្រាប់ចំណុចបន្ទាប់តាមជាមួយនឹង doxing ដែលគេផល
ដោយសារតែគេហត្ថផលរបស់យើងហ្នឹងនៅលើ IP address អញ្ចឹងវាមានលក្ខណៈជាសាធារណៈអញ្ចឹងគេអាចប្រើ page មួយនឹង denial of service ហ្នឹងអាចចូលទៅក្នុង website របស់យើងបានតែវាអាចធ្វើឲ្យ website របស់យើងហ្នឹងធ្វើការ down បានលឿនហើយមួយទៀតគឺ HTTP double attack ដែលវាធ្វើការវិភាគទៅលើ layer ទី7ដែលវាអាចតទៅពី network layer base ដែល web server នោះគឺចាប់ផ្ដើមធ្វើការ consult resource ហើយដើម្បីធ្វើការ fulfill request មួយហើយនៅពេលដែល request នឹងចាប់គឺចាប់ផ្ដើម stop ជាមួយនឹង ship response មកឲ្យអានទីរៃសម្រាប់ទៅបន្តទៀតតើជាមួយនឹងការវិភាគនឹងដែរប៉ុន្តែអ្នក attack នោះក៏ប្រើប្រាស់ជាមួយនឹងutility simple script ដើម្បីធ្វើការ generate ជាមួយនឹង HTTP request បើសិនបើ website របស់យើងគ្រាន់តែជា HTML static ទេអញ្ចឹងវាអត់សូវមាន pop-up អីច្រើនទេប៉ុន្តែបើសិនជា website របស់យើងដែលមានលក្ខណៈថាយើងទាញទំនិញចេញពី back end អញ្ចឹងវាអាចធ្វើឲ្យមានបញ្ហាដល់ទំនិញរបស់យើងផងដែរចំណុចបន្ទាប់ចូលដល់ចំណុចបន្ទាប់ដើម្បីធ្វើការប្រឆាំងជាមួយនឹងការទាញប្រវ័ញ្ចនៃគេហទំព័រនេះគឺយើងអាចមានវិធីនៃការដូចជាធ្វើការបិទនៅ server ដែលចាំបាច់ឬក៏ port ដែលចាំបាច់ហើយយើងអាចប្រើប្រាស់ជំនួយ firewall ដែលវាមានសមត្ថភាពក្នុងការការពារ desktop របស់យើងយើងក៏អាចដាក់កម្រិតនៃការប្រើប្រាស់ចូលទៅក្នុង database របស់យើងបានចូលទៅក្នុងដែលពេលដែលយើងធ្វើការ access ពី front end ទៅ web server ឧទាហរណ៍យើងអាច run root director ជាមួយនឹង antivirus software ឬក៏យើងធ្វើការ log analyzer luxury សម្រាប់បន្ទាប់ជំនួយបន្ទាប់ទៀតគឺយើងអាចប្រើប្រាស់ជាមួយនឹង encryption for សម្រាប់ cookie ដែលមាននឹង SSL ឬក៏ TLS សម្រាប់ secure data មួយទៀតពេលដែលយើងសរសេរកូដយើងអាច practice ជាមួយនឹងកូដដែលមាន secure ឬក៏យើងធ្វើការ review កូដរបស់យើងឡើងវិញឬក៏យើងអាចពេលយើងសរសេរចប់ហើយយើងអាចធ្វើការ pen testing ទៅលើ website នេះបានចូលមកចំណុចទី5និយាយពី secure coding and defense តែជា secure coding and defense និង secure coding and defense គឺជារបៀបនៃការសេកូដនិងការពារកម្មវិធីរបស់យើងពីការវាយបង្ហាញឬក៏ប្រើប្រាស់ខុសនៅក្នុងតាមតម្រូវការសុវត្ថិភាពហើយយើងចាំបាច់ផល secure coding នឹងយើងចាំបាច់ផល secure coding នេះដោយសារតែវារួមបញ្ចូលការរយល់ដល់ input និងការប្រព័ន្ធនៃប្រព័ន្ធភាពដូចជាការលុបចូលការលេបធ្លាយឬក៏ការចូលប្រើប្រាស់ដោយគ្មានការអនុញ្ញាត and authorization នឹងចូលដល់ចំណុចមួយទៀតហើយនេះគឺជាក្នុងហើយនេះគឺជាការអនុវត្តខ្លះៗដែលជួយការពារកម្មវិធីពីភាពងាយរងគ្រោះឬក៏ការវាយប្រហារវាមានដូចជា validation code is have output secure handler CSP content type option error handling password hashing decrypt or control enable HTTPS TLS UHANET.js more security authentication and authorization keep software update use secure library ហើយនេះនិយាយពីចំណុចតូចៗនៅក្នុងនោះដែលទី1និយាយពី input validation ជាវិធីមួយដើម្បីធានាថាអ្នកប្រើប្រាស់ដែលរៀនចូលព័ត៌មាននៅក្នុង file មានទម្រង់ត្រឹមត្រូវហើយនេះគឺជាអត្ថប្រយោជន៍ដែលយើងប្រើវាគឺការពារការងាយរហ័សពីការរៀបរហ័សពី attacker ដូចជា SQL injection XSS command injection ធានាថាទូគ្នាទំនាក់ត្រឹមត្រូវដោយប្រើ formatting ការពារកម្មវិធីពី error ឬក៏ cache ការជៀសវាងការបញ្ចូលទិន្នន័យត្រឹមត្រូវនិងសមស្របបង្កើនសុខភាពនិងបទពិសោធន៍របស់ user មក validation លើ client side និង server side user អាចទទួលបាន mistake error យ៉ាងឆាប់រហ័ស
Cho slide một tiếp secure have the CSP a content type of option ហ្នឹងគឺជា security rule ដែលបានសម្របថាទៅកាន់ browser ដើម្បីការពារ website ពីការ hack CSP នេះមកពីពាក្យពេចន៍ថា Content Security Policy ជា policy security ដែល browser ប្រើដើម្បីកំណត់ថាតើវាអាចទុកឬក៏បង្ហាញ content ដែលមកពីប្រភពណាខ្លះបានឧទាហរណ៍ដូចជា Content Security Policy Response SRC SAR អាហ្នឹងមានន័យថាទុកបានតែអ្វីដែលមកពីខាង website និង website ដល់តែប៉ុណ្ណោះមួយទៀតនិយាយពី Add Content Type Option អាហ្នឹងគឺជា header មួយដែលបញ្ជាក់លើ browser ថាវាត្រូវគោរពប្រភេទ content ដែលបានបញ្ជាក់ content type ហ្នឹងមិនអនុញ្ញាតឲ្យ browser ទាញយក copy ប្រភេទដែលបានកំណត់ទេឧទាហរណ៍ដូចជា Add Content Type Option ហ្នឹងឲ្យជា not list មានន័យថា browser អនុញ្ញាតឲ្យបកស្រាយ content ផ្សេង copy អាហ្នឹងឯងមួយទៀតនិយាយពី error handling គឺជួយការពារកុំឲ្យបង្ហាញព័ត៌មានសម្ងាត់ឬក៏ព័ត៌មានផ្លេចនោះដើម្បីឲ្យ attacker យកពី structure របស់កម្មវិធីerror handling មិនល្អអ្នកវាបង្ហាញឬក៏ hacker នឹងអាចមើលឃើញព័ត៌មានសំខាន់ៗដូចជាសម្រាប់ថា database error អីផ្សេងបើវាមិនល្អវានឹងចេញដូចខាងក្រៅដូចនៅក្នុង slide នេះវា SQL error syntax វាដូចវាប្រាប់ទីតាំងប្រព័ន្ធ database user ដែលធ្វើឲ្យ hacker អាចចូលទៅបង្ហាញ database វាបានបើវាល្អបើវាមានទម្រង់ល្អវាគ្រាន់តែបង្ហាញ message ធម្មតាថាដូចមាន Samsung Lambda Display ដែលវាស្មើទៅនឹងទៅចូលដល់ចំណុចបន្តទៀតជំរាបសួរលោកគ្រូខ្ញុំឈ្មោះឡៃសុខេនិយាយតាមវិបត្តិលោកក្រុមរបស់ខ្ញុំនៅក្នុងចំណុច secure coding and defense ហ្នឹងចំណុចទី3 password hashing bcrypt and control អញ្ចឹងកាលណាយើងនិយាយពី password វាពិតជាមានសារៈសំខាន់នៅក្នុង website របស់យើងការណាយើងអត់បាន secure ទៅលើ password ទេយើងអាចមានបញ្ហា hacker អាច hack បានអញ្ចឹងយើងត្រូវការប្រើ password hashing ព្រោះអីវាមានសញ្ញាមានអក្សរមានលេខអញ្ចឹងទៅធ្វើឲ្យhacker នោះក៏ពិបាកក្នុងការ hack ចូលដល់ចំណុចបន្ទាប់លេខ4enable HTTPS TLS អញ្ចឹង HTTPS នោះវាគឺជា protocol មួយដែលប្រើសម្រាប់ encrypt ដើម្បីធានាការទំនាក់ទំនងតាមបណ្ដាញកុំព្យូទ័រអញ្ចឹងវាជួយឲ្យយើងចាក់សោទិន្នន័យរបស់ user ការពារ man in the middle attach នោះមានន័យថាដល់ពេលដែល user គាត់បញ្ជូនទិន្នន័យមួយចឹងទៅហើយក្នុងអំឡុងពេលដែលគាត់កំពុងតែបញ្ជូនហ្នឹងគឺ hacker គាត់អាចដាក់ virus ឬក៏ប្រឡំទិន្នន័យឯណាមួយក្នុងពេលដែលគាត់កំពុងតែបញ្ជូនហ្នឹងអញ្ចឹងយើងត្រូវប្រើ HTTPS ហ្នឹងដើម្បីការពារ website របស់យើងតែ hacker ហ្នឹងគាត់ពិបាកក្នុងការ scan យកព័ត៌មានរបស់ user បានហើយយើងត្រូវប្រើ use hardware.js ហើយហ្នឹងគឺជា middleware មួយដែលប្រើសម្រាប់ Express.js ហ្នឹងដែលជួយការពារ app ដែលកំណត់ HTTP header អានេះជាឧទាហរណ៍នៃការប្រើរបស់យើងទេចំណុចបន្ទាប់លេខ5 authentication និង authorization អញ្ចឹងauthentication និង authorization យើងឃើញពីច្រើនគឺនៅពេលដែលយើងធ្វើ process register ឬក៏ login ហ្នឹងអញ្ចឹង authentication វាត្រូវពិនិត្យមើលថាតើនរណាគេដែលព្យាយាមlogin ចូលហ្នឹងជា user ធម្មតាឬក៏ជា admin អីចឹងហើយ authorization វាត្រូវពិនិត្យមើលថាតើ user មួយហ្នឹងគាត់មាន certificate ខ្លះនៅលើ website មួយហ្នឹងបើសិនជា
គាត់ user ធម្មតាទេគាត់អត់អាចចូលទៅកាន់ admin dashboard បានទេប៉ុន្តែបើសិនជា admin គាត់អាចចូលទៅកែទៅលុបទៅអីបានចឹងអានោះគឺយើងការពារទៅណាបានតែវាជៀសវាងឲ្យអ្នកប្រើចូលធម្មតាចូលទៅធ្វើអីនៅ website របស់យើងដូចជាលុបអីមួយទៅ update ព័ត៌មានអីមួយចឹងហើយចំណុចបន្តទី6គឺ clip server update ចឹងការធ្វើupdate server ហ្នឹងវាជួយឲ្យ website របស់យើងហ្នឹងគឺវាមាន secure ណាស់ព្រោះយើង update library និង server ជាប្រចាំទៅអាចឲ្យពេលខ្លះ version ចាស់វាមានបញ្ហាប៉ុន្តែពេលដែលយើង update ទៅធ្វើឲ្យ version ថ្មីហ្នឹងវាអត់មានអីអត់មានបញ្ហាអីហើយយើងត្រូវប្រើ secure library secure library និង plugin ណាមួយដែលមាន community ធំព្រោះវាកាលណា community ធំមានន័យថាមានអ្នក developer គេប្រើច្រើនអញ្ចឹងវាមានសមត្ថភាពខ្ពស់អញ្ចឹងចំណុចបន្ទាប់ទៀតអានេះគឺជា resource ដែលក្រុមរបស់ខ្ញុំគាត់បានយកមកធ្វើហ្នឹងវាជា link reference ដែលធ្វើនៅក្នុង website នេះឡើងហើយក្រុមខ្ញុំមានតែប៉ុណ្្នឹងទេបញ្ចប់ខ្ញុំហ្នឹងអរគុណលោកគ្រូនិងមិត្តភក្តិរបស់គ្នា